ពេលដែលនាវាទីតានិកបានបុកប៉ះនឹងផ្ទាំងទឹកកកវាបានរហែកនៅផ្នែកចំហៀងជាច្រើនកន្លែងការប៉ះទង្គិចនេះគឺបណ្ដាលឲ្យទឹកហូរចូលទៅក្នុងនាវាតាមពិតទៅនាវានេះត្រូវបានរចនាឡើងដោយមានបន្ទប់បែងចែកជាច្រើនដែលអាចទប់ស្កាត់ការលិចទឹកបានប្រសិនបើផ្នែកតួនាវាទាំង4ត្រូវបានប៉ះពាល់នោះនាវានៅតែអាចអណ្ដែតបានដដែលប៉ុន្តែផ្ទាំងទឹកកកបានបុកទម្លុះចូលទៅបន្ទប់ចំនួន6នៃផ្នែកខាងមុខនាវាដែលជាកន្លែងសំខាន់ហើយទឹកក៏បានចាប់ផ្ដើមហូរចូលយ៉ាងគំហុកនៅក្នុងនាវាហេតុការណ៍នេះគឺបានធ្វើឲ្យផ្នែកខាងមុខនាវាលិចចុះចូលទៅក្នុងទឹកដែលបណ្ដាលឲ្យផ្នែកខាងក្រោយនៃនាវាងើបឡើងខ្ពស់ទៅលើអាកាសនៅទីបំផុតផ្នែកកណ្ដាលនៃនាវាមិនអាចទ្រទ្រង់ទម្ងន់បាននោះទេក៏បណ្ដាលឲ្យនាវាបាក់ជាពីរហើយផ្នែកទាំងពីរនោះក៏បានលិចចុះចូលទៅក្នុងបាតសមុទ្រនៅពេលដែលនាវាទីតានិកបានបុកប៉ះនឹងផ្ទាំងទឹកកកវាបានរហែកនៅផ្នែកចំហៀងជាច្រើនកន្លែងការប៉ះទង្គិចនេះគឺបណ្ដាលឲ្យទឹកហូរចូលទៅក្នុងនាវាតាមពិតទៅនាវានេះត្រូវបានរចនាឡើងដោយមានបន្ទប់បែងចែកជាច្រើនដែលអាចទប់ស្កាត់ការលិចទឹកបានប្រសិនបើផ្នែកតួនាវាទាំង4ត្រូវបានប៉ះពាល់នោះនាវានៅតែអាចអណ្ដែតបានដដែលប៉ុន្តែផ្ទាំងទឹកកកបានបុកទម្លុះចូលទៅបន្ទប់ចំនួន6នៃផ្នែកខាងមុខនាវាដែលជាកន្លែងសំខាន់ហើយទឹកក៏បានចាប់ផ្ដើមហូរចូលយ៉ាងគំហុកនៅក្នុងនាវាហេតុការណ៍នេះគឺបានធ្វើឲ្យផ្នែកខាងមុខនាវាលិចចុះចូលទៅក្នុងទឹកដែលបណ្ដាលឲ្យផ្នែកខាងក្រោយនៃនាវាងើបឡើងខ្ពស់ទៅលើអាកាសនៅទីបំផុតផ្នែកកណ្ដាលនៃនាវាមិនអាចទ្រទ្រង់ទម្ងន់បាននោះទេក៏បណ្ដាលឲ្យនាវាបាក់ជាពីរហើយផ្នែកទាំងពីរនោះក៏បានលិចចុះចូលទៅក្នុងបាតសមុទ្រនៅពេលដែលនាវាទីតានិកបានបុកប៉ះនឹងផ្ទាំងទឹកកកវាបានរហែកនៅផ្នែកចំហៀងជាច្រើនកន្លែងការប៉ះទង្គិចនេះគឺបណ្ដាលឲ្យទឹកហូរចូលទៅក្នុងនាវាតាមពិតទៅនាវានេះត្រូវបានរចនាឡើងដោយមានបន្ទប់បែងចែកជាច្រើនដែលអាចទប់ស្កាត់ការលិចទឹកបានប្រសិនបើផ្នែកតួនាវាទាំង4ត្រូវបានប៉ះពាល់នោះនាវានៅតែអាចអណ្ដែតបានដដែលប៉ុន្តែផ្ទាំងទឹកកកបានបុកទម្លុះចូលទៅបន្ទប់ចំនួន6នៃផ្នែកខាងមុខនាវាដែលជាកន្លែងសំខាន់ហើយទឹកក៏បានចាប់ផ្ដើមហូរចូលយ៉ាងគំហុកនៅក្នុងនាវាហេតុការណ៍នេះគឺបានធ្វើឲ្យផ្នែកខាងមុខនាវាលិចចុះចូលទៅក្នុងទឹកដែលបណ្ដាលឲ្យផ្នែកខាងក្រោយនៃនាវាងើបឡើងខ្ពស់ទៅលើអាកាសនៅទីបំផុតផ្នែកកណ្ដាលនៃនាវាមិនអាចទ្រទ្រង់ទម្ងន់បាននោះទេក៏បណ្ដាលឲ្យនាវាបាក់ជាពីរហើយផ្នែកទាំងពីរនោះក៏បានលិចចុះចូលទៅក្នុងបាតសមុទ្រ